រហូតមកដល់ថ្ងៃនេះហើយខ្ញុំបានមករស់នៅក្នុងប្រទេសអូស្ត្រាលីនោះរយៈពេល7ឆ្នាំគត់កាលពីមុនណាខ្ញុំតែងតែគិតថានៅក្នុងទីក្រុង Sydney គឺមាន China Town តែមួយទេគឺនៅម្ដុំ High Market ប៉ុន្តែថ្ងៃនេះខ្ញុំបានមកដល់ China Town មួយទៀតដែលនៅក្នុងទីក្រុង Sydney ដូចគ្នា China Town នេះគឺនៅម្ដុំ Burwood សម្រាប់បើសិនជាខ្ញុំហៅឈ្មោះទៅខុសសូមកុំប្រកែប្រកាន់ហើយសម្រាប់ China Town នឹងដែរគឺវាប្លែកពី China Town មួយដែលនៅ High Market បងប្អូនទៅលេង China Town នៅ High Market នឹងយើងអាចទៅទិញអីវ៉ាន់អីថាសម្រាប់យកមកស្លស្លុកនៅផ្ទះអីបានរបៀបថាគ្រឿងទេសអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនមក China Town នេះវិញគឺវាខុសគ្នាយើងមកទីនេះគឺដើម្បីគេហៅថាតា day out ទេអញ្ចឹងបើសិនជាយើងចង់ទិញម្ហូបគ្រឿងទេសអីយកទៅស្លស្លុកទិញទុកនៅផ្ទះគឺអត់មានទេតែបើសិនជាយើងចង់មកភ្លក់រសជាតិជីវិតដូចថាបទពិសោធន៍ជីវិតញ៉ាំអាហារប្លែកមានអារម្មណ៍ថាវាដូចជានៅស្រុកចិនប៉ិតណាអញ្ចឹងបងប្អូនអាចមកលេងនៅទីនេះគឺទទួលបានបទពិសោធន៍ថ្មីសម្រាប់ការភ្លក់អាហារហើយនឹងវាប្លែកភ្នែកមែនគេមាន mall ដ៏ធំមួយសម្រាប់ឲ្យយើងនឹងដើរចូលទៅញ៉ាំអាហារនៅហ្នឹង mall គេហ្នឹងគឺមានតូបអាហាររាប់រយរាប់ពាន់ខ្ញុំចំណាយពេលតាំងពីម៉ោង4ជាងល្ងាចរហូតដល់ម៉ោង10យប់គឺខ្ញុំដើរអត់អស់ China Town ហ្នឹងដែលថាតូបលក់ម្ហូបទាំងអស់ហ្នឹងទេហើយសម្រាប់ការលក់ម្ហូបរបស់គេវិញហ្នឹងគឺប្លែកម្ហូបដែលគេពេញនិយមលក់នៅក្នុង mall គឺរបៀបជា street food តែបើសិនជាម្ហូបដែលគេលក់នៅតាមហាងហ្នឹងគឺម្ហូបដូចយើងតាម restaurant អញ្ចឹងហើយបើសិនជាយើងចូលមកញ៉ាំនៅក្នុង mall ហ្នឹងយើងអាចញ៉ាំជាអាហារចង្កាក់អីផ្សេងបានយើងអាចទិញបានពីគ្រប់តូបហើយយើងមានកន្លែងអង្គុយសម្រាប់ការអង្គុយលេងរបស់គេមានជាន់ខាងក្រោមហើយគេក៏មានជាន់ខាងលើដូចជា Sky Bar ហ្នឹងឲ្យយើងទៅអង្គុយលេងដែរសម្រាប់ជាន់ Sky Bar គេមានហាងលក់ម្ហូបដូចគ្នាអញ្ចឹងយើងអាចកម្មង់ពីហាងគេក៏បានបើមិនជាយើងយើងអត់ចង់កម្មង់ម្ហូបឬមួយក៏ស្រាបៀរភេសជ្ជៈអីពីហាងគេទេដូចខ្ញុំថ្ងៃហ្នឹងខ្ញុំចង់ញ៉ាំអាហារចង្កាក់ពីក្រោមមកហើយខ្ញុំកម្មង់ទឹកអំពៅលាយជាមួយនឹងទឹកអាឡឹកយកមកញ៉ាំនៅខាងលើហ្នឹងដែលមិនមែនជារបស់ restaurant គេទេគឺខ្ញុំមកអង្គុយញ៉ាំនៅ Sky Bar គេហ្នឹងយើងអាចមកញ៉ាំបានគឺគេអត់មានអន់ចិត្តអីទេប៉ុន្តែគ្រាន់ថាការដែលយើងញ៉ាំហើយយើងយកទៅដាក់ក្នុងធុងសម្រាប់ខ្លួនឯងទៅហើយនៅទីនេះអត់សូវមានជនជាតិអូស្ត្រាលីទេដែលខ្ញុំដើរមកហ្នឹងឃើញភាគច្រើនគឺ99%ហើយជាជនជាតិចិនណាជនជាតិអូស្ត្រាលីគឺមានតិចបំផុតហើយបើសិនជាអាហារគេនេះធូរថ្លៃមែនតើខ្ញុំបានចូល restaurant មួយនៅពេលល្ងាចខ្ញុំញ៉ាំអាហាររហូតដល់ទៅ3មុខហើយនឹងប្តីខ្ញុំគាត់បានញ៉ាំ Coca-Cola មួយកំប៉ុងបងប្អូនដឹងហើយអស់តម្លៃត្រឹមតែ$60អូស្ត្រាលីទេហើយតម្លៃនេះស្ទើរតែមិនជឿហ្មងសម្រាប់នៅក្នុងប្រទេសអូស្ត្រាលីបើតំបន់ខ្ញុំវិញអត់មានថាក្រោម100ទេដឹងតែ100ជាងហើយបងប្អូនហើយអាហារគេឆ្ងាញ់រសជាតិគឺរសជាតិដូចថានៅស្រុកចិន100%វាខុសពីអាហារចិនមួយចំនួននៅប្រទេសអូស្ត្រាលីគឺធ្វើរសជាតិរបៀបនេះថាកាត់ថ្លៃឲ្យជនជាតិអូស្ត្រាលីញ៉ាំប៉ុន្តែអានេះគឺអាហារចិនរសជាតិចិនតែម្ដងហើយសម្រាប់ចំណតឡានរបស់គេវិញគេមានគិតយើងជាម៉ោងហើយនឹងគិតយើងជាថ្ងៃប៉ុន្តែថ្ងៃនេះខ្ញុំសម្រេចថាខ្ញុំចតឡានម៉ៅមួយថ្ងៃហ្មងទោះបីជាខ្ញុំមកពេលល្ងាចក៏ដោយហើយការចតឡានម៉ៅមួយថ្ងៃហ្មងគឺគេបិទនៅម៉ោង10សម្រាប់តម្លៃវាគឺក្នុងមួយថ្ងៃ$30ខ្ញុំគិតថាការចតឡាននៅក្នុងទីក្រុង Sydney សម្រាប់តម្លៃក្នុងមួយថ្ងៃពេញ$30វាធូរថ្លៃចាហើយសម្រាប់បើសិនបងប្អូនចូលចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like share comment ខាងក្រោមដើម្បីបាន trip ថ្មីខ្ញុំនឹងផុសជូនទៀតអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ